ជាតិយើងចាត់ទុកឡើងជាជាតិច្បងសាសនាជាគោលការណ៍ខ្មែរផ្សាយទៅសាសនាជាគោលការណ៍ខ្មែរផ្សាយទៅជម្រាបសួរខ្ញុំបានសាទបណ្ឌិតសូមស្វាគមន៍លោកស្រីនិងប្រិយមិត្តទស្សនិកជនទាំងអស់ជាទីមេត្រីបាទជាមួយនឹងកម្មវិធីមនោសញ្ចេតនាខ្មែរនៅក្នុងរាត្រីនេះសូមជម្រាបលោកស្រីផងដែរថាយើងមិនបានមកផ្សាយបន្តផ្ទាល់ទេប៉ុន្តែសូមអញ្ជើញទស្សនិកជននិងលោកយាយលោកតាអស់លោកស្រីទាំងអស់តាមដាននិងទស្សនានៅបទសម្ភាសន៍ដ៏ពិសេសមួយជាមួយនឹងលោកសៀនពេញសែដែលជាគណៈកម្មាធិការព្រំដែនខ្មែរដែលបានអញ្ជើញមកពីប្រទេសបារាំងហើយជាមួយគ្នានេះលោកស្រីនឹងបានដឹងនៅសុក្រិតបន្ថែមនៅសំណួរខ្លះៗទាក់ទងនឹងបញ្ហាព្រំដែនដែលមានការព្រួយបារម្ភនិងចំណាប់អារម្មណ៍ដ៏ថ្មីនេះនៅលើទឹកដីកម្ពុជានោះបាទសូមអញ្ជើញតាមដានជាមួយយើងខ្ញុំដូចតទៅជម្រាបសួរទៅដល់លោកសៀនពេញសែផងដែរបាទជាកញ្ចប់ផ្ដើមខ្ញុំសូមឲ្យលោកជួបនីតិនេះដើម្បីធ្វើគៀបរកិច្ចនិងស្វាគមន៍និងទៅដល់ទស្សនិកជនទាំងអស់ដែលតាមដាននិងទស្សនាកម្មវិធីមនោសញ្ចេតនាខ្មែរបាទជាកិត្តិយសណាស់ដែលខ្ញុំបានធ្វើបទសម្ភាសន៍ជាមួយលោកហើយសូមលោកប្រាប់នៅកិត្តិនាមម្ដងទៀតហើយជាពិសេសនៅភូមិកំណើតស្រុកកំណើតរបស់លោកតែម្ដងនៅកម្ពុជាខ្ញុំជឿថាច្បាស់ជាកើតនៅប្រទេសកម្ពុជាហើយប៉ុន្តែមិនដឹងនៅក្នុងភូមិផងរបងណាដែរបាទសូមអញ្ជើញបាទខ្ញុំឈ្មោះសៀនពេញសែឪពុកខ្ញុំគាត់នៅឃុំស្ពឺស្រុកចំការលើខេត្តកំពង់ចាមហើយខ្ញុំបានធ្វើការសិក្សាពីឃុំស្ពឺផងហើយរហូតមកដល់កំពង់ចាមបន្ទាប់មកខ្ញុំមកភ្នំពេញហើយមកប្រទេសបារាំងនៅក្នុងឆ្នាំ1959ដើម្បីបន្តការសិក្សាខ្ញុំនៅសាលាជាន់ខ្ពស់មួយគេហៅសាលារ៉េនៅស្រុកបារាំងនេះឯងហើយបន្ទាប់មកខ្ញុំបានត្រឡប់ទៅស្រុកខ្មែរក្នុងឆ្នាំ1966ក្រោយតែបានរៀនជាង6ឆ្នាំនៅស្រុកបារាំងនេះឯងហើយខ្ញុំត្រឡប់មកស្រុកបារាំងមកវិញដោយសារមានខ្មែរក្រហមនេះជិតចូលនៅស្រុកភ្នំពេញ
ในក្រុងព្រំពេញយើងក្នុងឆ្នាំ1974 សូមអរគុណទៅដល់លោកពូដែលបានជម្រាបពីរឿងដើមកំណើតនៅក្នុងឃុំស្ពឺស្រុកសំការលើហើយជាអ្នកកំពុងចាមទៀតផងបាទអរគុណច្រើនហើយសូមជម្រាបទៅដល់ទស្សនិកជនបន្ថែមបន្តិចពីរឿងសាច់ញាតិបងប្អូនក៏ពុកម្ដាយលោកពូមានបងប្អូនប្រមាណអ្នកដែរបាទខាងឪពុកខ្ញុំគឺមានបងប្អូនគាត់8នាក់ចំនួនហ្នឹងគឺថាគាត់ប្រុស4នាក់ហើយស្រី4នាក់ហើយចំណែកខ្ញុំមានបងប្អូន5នាក់គឺស្រី2នាក់ប្រុស3នាក់សប្តាហ៍នេះគឺស្លាប់នៅចំនួនពលពតហើយនៅសល់តែស្រីម្នាក់ហើយនឹងខ្ញុំបាទខ្ញុំនេះបាទបានចេញមកក្នុងឆ្នាំ1974ដើម្បីនឹងធ្វើការសិក្សាបន្តថែមទៀតមកស្រុកបារាំងបាទចុះចំណែកបងអូនស្រីរបស់លោកពូបាទបងស្រីគឺនៅស្រុកប៉ារីដដែលបាទគាត់មានវាសនាបានទៅដល់បារាំងដែរហើយបាទដល់បារាំងហើយចំណែកខ្ញុំមកទាំងគ្រួសារទាំងអស់ចំនួនហ្នឹងគឺមានភរិយាខ្ញុំហើយនឹងកូន4នាក់មកសប្តាហ៍នេះគឺធំអស់ហើយបាទហើយសប្តាហ៍ហ្នឹងគឺថាសំណាក់របស់លោកពូហ្នឹងគឺនៅប្រទេសបារាំងតែម្ដងហើយជាសញ្ជាតិបារាំងទៀតជាតិបារាំងទៀតហើយមានគ្រួសារអស់ហើយបាទចុះចំពោះលោកពូជាសញ្ជាតិបារាំងហើយខ្ញុំជាអ្នកដែលរដ្ឋការបារាំងហើយខ្ញុំបានធ្វើប្រឡងប្រជែងជាមួយបារាំងហ្នឹងបានជាប់ទៅក្នុងរដ្ឋការបារាំងនេះក្នុងក្រសួងការពារជាតិបាទអរគុណច្រើនដែលបានជម្រាបដល់ប្រវត្តិដ៏សង្ខេបនេះទាក់ទងនឹងក្រុមគ្រួសារលោកពូហើយនៅក្នុងទស្សនកិច្ចមកសហរដ្ឋអាមេរិកដែលលោកពូអញ្ជើញមកសហរដ្ឋអាមេរិកនេះប្រហែលខែមកហើយបាទខ្ញុំមកតាំងពីថ្ងៃ7ខ្ញុំបានទៅខាងទី1គឺតិចសាសរដ្ឋតិចសាសរដ្ឋតិចសាសទី2រដ្ឋកាលីហ្វ័រញ៉ាទី3ទៅក្រុង Chicago មក4ទៅខាង Philadelphia រួចទៅបានមក Washington DC បន្ទាប់មកខ្ញុំទៅកាណាដាមាន Montreal មានToronto ហើយនឹង Ottawa ហើយបន្ទាប់មកបងប្អូនខ្មែរយើងនេះនៅខាង Lowell បានឲ្យខ្ញុំមកចូលបន្តិចនៅក្នុង Lowell នេះហើយខ្ញុំទៅត្រឡប់ទៅវិញពីទៅប៉ារីវិញបាទដូច្នោះគឺថាខ្ញុំមកនេះជិត1ខែហើយបាទអរគុណច្រើនបាទច្បាស់ណាស់បាទបងប្អូនខ្មែរយើងជាពិសេសបងប្អូនខ្មែរអាមេរិកាំងនៅក្នុងទីក្រុងឡូបានមូលមតិគ្នាអញ្ជើញលោកសៀនពេញសែមកចូលរួមដើម្បីបំភ្លឺនៅពីរឿងបូរណភាពទឹកដីទាក់ទងនឹងរឿងព្រំដែនខ្មែរដែលយើងមានការចាប់អារម្មណ៍នៅក្នុងអំឡុងឆ្នាំ2000រហូតដល់2005នេះហើយជាពិសេសតាំងពីប្រវត្តិសាស្ត្រមកចំពោះខ្ញុំបាទផ្ទាល់និងបុគ្គលិកទាំងអស់នៅក្នុងកម្មវិធីមនុស្សចេតនាខ្មែរក៏មិនបានដឹងដល់សេចក្ដីដែរហើយដូច្នោះសង្ឃឹមថាលោកស្រីនឹងស្ដាប់ហើយជាពិសេសទស្សនាហើយស្ដាប់ហើយនឹងធ្វើការទស្សនពិចារណានៅសំណួរទាំងអស់ព្រោះសំណួរនឹងការចោទសួររបស់លោកចំពោះខ្ញុំទៅកាន់លោកសៀនពេញសែននៅក្នុងគណៈនេះគឺជាអ្នកសិក្សាមួយចង់ដឹងចង់ឮហើយជាពិសេសព្រោះក្នុងនាមជាកូនខ្មែរមួយរូបដែលឃ្លាតឆ្ងាយពីមាតុប្រទេសផងហើយមិនបានដឹងនៅប្រវត្តិភូមិសាស្ត្រនិងជាពិសេសប្រវត្តិសាស្ត្រទឹកដីខ្មែរតាក់ទងនឹងរឿងព្រំដែននេះផងហើយដូច្នេះហើយបានជាកិត្តិយសណាស់ដែលខ្ញុំបាននឹងធ្វើការសាកសួរទៅដល់លោកពូដែលជាចាស់ព្រឹទ្ធាចារ្យផងហើយជាអ្នកប្រវត្តិសាស្ត្រដ៏ចម្បងមួយដែលខ្ញុំបានលេចឮនៅក្នុងបច្ចុប្បន្ននេះតែម្ដងបាទខ្ញុំមានសំណួរខ្លះដែលមហាជននិងទស្សនិកជនខ្លះក៏ផ្ដាំមកឲ្យសួរដែរប៉ុន្តែមុននឹងដល់សំណួរនោះខ្ញុំចង់ដឹងនៅសំណួរត្រួសត្រាយដំបូងមកអស់សូមលោកពូបំភ្លឺឲ្យខ្ញុំជាអ្នកចំនួនក្រោយឲ្យយល់ផងពីរឿងព្រំដែនខ្មែរតែតាំងពីលោកពូបានទៅធ្វើការតាក់ទងជាមួយនឹង